ជំរាបសួរនាងខ្ញុំឈ្មោះខៀវច័ន្ទដារតមកយុ30ឆ្នាំហើយបច្ចុប្បន្ននាងខ្ញុំជាជំរឿជាតិនៅក្នុងសហព័ន្ធយុទ្ធគុណចម្រុះកម្ពុជាមានន័យថាបើជាភាសាអង់គ្លេសមានន័យថា MMA ហើយជាក់ស្ដែងមកគឺខ្ញុំសប្តាហ៍ថ្ងៃហ្នឹងសម្រួយទៅលើគុណខ្មែរខ្លាំងមែនតើដោយសារតែជំនាញរបស់ខ្ញុំនៅក្នុងវិស័យ MMA ហ្នឹងគឺខ្ញុំខ្វះខាតជំនាញ striking ជំនាញវាយដោយសារតែនៅក្នុងវិស័យគុណគឺខ្ញុំធ្លាប់បានហាត់គុណ12ឆ្នាំហើយប៉ុន្តែការពេលខ្ញុំហាត់ហ្នឹងគឺចាប់ផ្ដើមដំបូងគឺគុណល្បុក្កតោហើយបន្ទាប់មកខ្ញុំក៏បានហាត់គុណផ្សេងៗបែបហាត់គុណបុរាណរបស់កូរ៉េហាត់គុណអីទៅភាគច្រើនជំនាញទាំងអស់ហ្នឹងមានតែបោកមានតែក្លេអីអញ្ចឹងហើយរហូតមកខ្ញុំជាជំរឿជាតិ MMA ខ្ញុំបានចូលរួមប្រកួតហើយខ្ញុំក៏ដឹងថាខ្លួនឯងខ្វះនៅបច្ចេកទេសវាយចំហខ្ពស់មួយចំនួនទៅសប្តាហ៍ថ្ងៃខ្ញុំសម្រួលខ្លួនឯងខ្លាំងទៅលើវិស័យគុណខ្មែរហើយខ្ញុំក៏ឆ្លៀតឱកាសបានចូលរួមទៅក្នុងការប្រកួតនៅលើរីងមួយចំនួនផងដែរហើយសម្រាប់ខ្ញុំផ្ទាល់ជាស្ត្រីនៅក្នុងវិស័យគុណខ្ញុំអាចនិយាយបានថាឥឡូវបន្ទាប់ពីខ្ញុំវាយគុណខ្មែរគឺផ្នែកគំនិតខ្ញុំបានផ្លាស់ប្ដូរមួយចំនួនដែលពីមុនឡើយខ្ញុំអត់ដែលហ៊ានទេព្រោះខ្ញុំគិតថាការវាយគុណខ្មែរជាមួយនឹងpunch striking ហ្នឹងគឺខ្ញុំគិតថាវាពិបាកមែនតើឬក៏ខ្ញុំគិតថារៀងកាចរៀងសាហាវអីអញ្ចឹងខ្ញុំអត់ដែលហ៊ានទេបន្ទាប់ពីខ្ញុំក៏ជំនាញ MMA របស់ខ្ញុំត្រូវការ striking ហ្នឹងក៏ខ្ញុំចូលហាត់គុណខ្មែរហើយខ្ញុំវាយគុណខ្មែរហើយខ្ញុំក៏បានផ្លាស់ប្ដូរផ្ដាត់គំនិតខ្ញុំអាចខ្ញុំនិយាយបានថាខ្ញុំដកខ្លួនឯងចេញពីប្រអប់មួយដែលខ្លួនឯងធ្លាប់គិតថាខ្លាចកាចអីអញ្ចឹងខ្ញុំបានដកខ្លួនឯងចេញមកហើយខ្ញុំបានសិក្សាស្រាវជ្រាវទៅលើmental ផ្លូវចិត្តខ្លួនឯងពេលដែលខ្ញុំប្រកួតទៅលើគុណខ្មែរហ្នឹងគឺបានផ្លាស់ប្ដូរខ្ញុំមែនតើធ្វើឲ្យខ្ញុំមានភាពក្លាហានជាងមុនបន្ថែមទៀតហើយធ្វើឲ្យខ្ញុំរាងកាយរបស់ខ្ញុំល្អជាងមុនហើយធ្វើឲ្យបច្ចេកទេសប្រកួតរបស់ខ្ញុំកើនឡើងមកកម្រិតទៀតហើយតកតងជាមួយនឹងផ្លូវចិត្តមុនពេលដែលខ្ញុំឡើងប្រកួតអាចនិយាយបានថាមិនមានភាពបារម្ភហើយខ្លាចហើយប៉ុន្តែបើសិនជាសម្រាប់ខ្ញុំគឺខ្ញុំមានតិចខ្លាំងមែនតើដោយសារតែអាចនិយាយបានថាខ្ញុំចូលចិត្តនៅក្នុងវិស័យដែលខ្លួនឯងកំពុងនៅសប្តាហ៍ថ្ងៃខ្ញុំក៏គិតដែរថាការឡើងរីងមួយចំនួនការឡើងរីងហ្នឹងគឺជាអត្ថប្រយោជន៍សំខាន់សម្រាប់ខ្ញុំខ្លាំងមែនតើអាចឲ្យខ្ញុំជាដួចផ្ដើមនឹងសម្រួលបច្ចេកទេសខ្ញុំទៅនឹងចក្ខុវិស័យរបស់ខ្ញុំដែលខ្ញុំចង់យកស្នាដៃជនជាតិមាតុភូមិដល់ពេលអញ្ចឹងទៅពេលចក្ខុវិស័យឬក៏ការតាំងចិត្តរបស់ខ្ញុំហ្នឹងវាធ្វើឲ្យការកាត់បន្ថយនៃការភាពភ័យខ្លាចរបស់ខ្ញុំហើយអាចទៅជាថាខ្ញុំសប្បាយចិត្តឬក៏ខ្ញុំតន្ទឹងរង់ចាំនៅថ្ងៃប្រកួតរបស់ខ្ញុំអីចឹងមិនថាលទ្ធផលប្រកួតចេញមកបែបណាប៉ុន្តែគ្រប់ពេលដែលខ្ញុំពុះពៀជំនះដល់ពេលខ្ញុំឡើងប្រកួតនឹងបានខ្ញុំគិតថាវាជាស្នាដៃឬក៏ achievement មួយដែលខ្ញុំអាចសាងមកសម្រាប់ខ្លួនឯងបានហើយតកតងជាមួយនឹងការតាំងចិត្តហ្នឹងគឺក៏ដូចគ្នាដែរការតាំងចិត្តអាចខ្ញុំមានការជំរុញពីលោកគ្រូនិងសិស្សរួមក្លឹបជាពិសេសម្ចាស់ក្លឹប Canadian Top Team គាត់តែតែជំរុញលើកទឹកចិត្តនិងមើលថែខ្ញុំបានឡើងល្អអញ្ចឹងទៅគ្រប់ការប្រកួតរបស់ខ្ញុំទាំងអស់ហ្នឹងគឺខ្ញុំទៅទាំងរលូនខ្ញុំមិនដែលមានឧបសគ្គខ្ញុំទៅទាំងរលូនខ្ញុំសប្បាយចិត្តនៅក្នុងគ្រប់ការប្រកួតផ្សេងចាសម្រាប់ការប្រកួតរបស់ខ្ញុំបើនិយាយពីផ្នែកខ្ញុំមានច្រើនផ្នែកតកតងជាមួយនឹងការប្រកួតពិសោធន៍របស់ខ្ញុំដែលមានច្រើនជាងគេហ្នឹងគឺការប្រកួតថ្នាក់អន្តរជាតិដែលតកតងជាមួយនឹងក្បាច់គុណប៉ុន្តែភាគច្រើនក្បាច់គុណបុរាណហើយការប្រកួតខ្ញុំមានបទពិសោធន៍ទៅក្នុងការប្រកួត MMA ហើយការប្រកួតគុណខ្មែរខ្ញុំមានប៉ុន្តែអត់ច្រើនទេដោយសារតែខ្ញុំចាប់ផ្ដើមទៅតែចូលហាត់ឲ្យពេញលេញនឹងស៊ីជម្រៅនៅក្នុងការដើមឆ្នាំមុនអញ្ចឹងរយៈពេលខ្លីសម្រាប់ខ្ញុំប៉ុន្តែខ្ញុំនឹងក៏សង្ឃឹមថាខ្លួនឯងនឹងទទួលបានការប្រកួតច្រើនជាងហ្នឹងហើយខ្លួនឯងនឹងព្យាយាមចាប់ឱកាសឲ្យបានច្រើនជាងហ្នឹងហើយតកតងជាមួយនឹងការប្រកួត
សម្រាប់ในការរស់នៅសម្រាប់ខ្ញុំគិតទៅតាមមានទៅតាមកម្រិតដោយកម្រិតបងកម្រិតរៀមច្បងតាក់ទងនៅក្នុងវិស័យគុនខ្មែរដែលគាត់មានបទពិសោធន៍ខ្លះច្រើនដែលគាត់ធ្លាប់ប្រកួតច្រើនអញ្ចឹងគាត់អាចទទួលបានថវិកាច្រើនសម្រាប់គ្រប់គ្រងខ្លួនប៉ុន្តែសម្រាប់ដែលគាត់ទៅចាប់ផ្ដើមសម្រាប់ខ្ញុំហ្មងគឺខ្ញុំអត់អីទេព្រោះដោយសារតែខ្ញុំសម្រាប់ជីវភាពរបស់ខ្ញុំហ្នឹងដោយសារតែខ្ញុំជាជំរឿជាតិហើយខ្ញុំក៏ទទួលបានថវិកាបំពន់មួយចំនួនប៉ុន្តែខ្ញុំគិតថានៅក្នុងវិស័យហ្នឹងនៅតែទទួលបានត្រូវការ sponsor សម្រាប់ដែលគាត់ជាថ្នាលគាត់ដែលជាអ្នកដូចថាទៅចាប់ផ្ដើមនៅក្នុងវិស័យនេះអញ្ចឹងគាត់ត្រូវការទំនុកបំរុងមួយចំនួនធំហើយក៏សប្តាហ៍ថ្ងៃតើតខ្ញុំបានឃើញនៅ Cambodian Top Team ដែលជាតើតជាមួយនឹងក្លឹបមហន្តរគុណខ្មែរគឺដោយសារតែបងស្រីគាត់មាន business អញ្ចឹងទៅគាត់មើលថៃកីឡាករបានច្រើនមែនតើប៉ុន្តែខ្ញុំអត់ដឹងថាតើនៅក្នុងក្លឹបដទៃគាត់មិនទេប៉ុន្តែនៅដឹងតែថាសប្តាហ៍ថ្ងៃនៅក្លឹបរបស់ខ្ញុំអាចឲ្យបានហាត់គ្រប់គ្រាន់ប៉ុន្តែខ្ញុំជឿជាក់ថាសម្ភារៈវឹកហាត់មួយចំនួនគាត់ក៏ត្រូវការឲ្យចឹងទៅខ្ញុំក៏គិតថាបើសិនជាមាន sponsor ទៅដល់ពួកគាត់ដែលជាពួកគាត់ជាថ្នាលដែលទៅចាប់ផ្ដើមថ្មីខ្ញុំគិតថាពួកគាត់ក៏ទទួលបានឱកាសច្រើនតាក់ទងជាមួយនឹងការវឹកហាត់អញ្ចឹងព្រោះដោយសារតែគាត់អត់ចាំបាច់បារម្ភពីជីវភាពអូខេសម្រាប់កំណត់សម្រាប់ផ្នែកកំណត់របស់ខ្ញុំតាក់ទងជាមួយនឹងគុនខ្មែរដែលជា traditional martial art ដែលជាគុនបុរាណដែលតាក់ទងជាមួយនឹងពីវប្បធម៌អរិយធម៌ពីដើមមកសម្រាប់ខ្ញុំគឺស៊ីជម្រៅមែនតើហើយអ្វីក្បាច់ក្បួនច្បាប់ដែលតាក់ទងជាមួយនឹងអាចនិយាយបានថាមានភ័ស្តុតាងមួយចំនួនដែលជាប់តាក់ទងជាមួយនឹងជាងភាសាឬក៏មានសកម្មភាពមួយចំនួនដែលផ្សព្វផ្សាយចេញពីលោកគ្រូចាស់ពីដើមនៅតាមភូមិខ្ញុំបានឃើញប្រវត្តិសាស្ត្រនិងសាច់រឿងមួយចំនួនដែលតាក់ទងគ្នាអាចនិយាយបានថាពីមុនគឺនៅការបដៅតាមភូមិហ្នឹងគឺគាត់ប្រើអាចលក្ខណៈប្រើជាអំបោះឆៅប្រើជាអីដើម្បីគាត់ប្រគួតប្រជែងគ្នានៅតាមភូមិអញ្ចឹងហើយតាក់ទងជាមួយនឹងក្បាច់ទាំងអស់ហ្នឹងគឺអាចនិយាយបានថាពីក្បាច់មុនហើយក្បាច់ឥឡូវហ្នឹងគឺនៅតែបន្តប្រើប្រាស់ដូចមុនជាពិសេសមានដាល់កែងជង្គង់មានតាក់ទងទាំងអស់ហ្នឹងគឺយើងនៅតែបន្តប្រើប៉ុន្តែគ្រាន់តែសម័យបច្ចុប្បន្នយើងអាចផ្លាស់ប្ដូរជាកង់ដែលមានពូកអញ្ចឹងដែលសម្រាប់ជាសុវត្ថិភាពរបស់អ្នកប្រកួតរបស់កីឡាករប្រកួតហើយអ្វីដែលមួយទៀតដែលខ្ញុំមើលឃើញដែលជាអត្តសញ្ញាណមែនតើនោះគឺមុនគ្រប់ពេលមុនឡើងប្រកួតគឺយើងមានការគុនគ្រូរំលឹកគុនគ្រូនេះហើយដែលជាអត្តសញ្ញាណស៊ីជម្រៅដែលបញ្ជាក់អំពីកេរដំណែលភ័ស្តុតាងដែលយើងមានពីបុរាណកាលមកដែលយើងបន្តពីកូនចៅមួយទៅកូនចៅមួយហើយខ្ញុំពិតជារហូតមកដល់ថ្ងៃនេះខ្ញុំពិតជាមានមោទនភាពសម្រាប់ខ្លួនឯងដែរដែលខ្លួនឯងអាចមានសំណាងចូលទៅក្នុងវិស័យគុនខ្មែរហើយក៏មានសំណាងអាចជាធនធានមួយដែលអាចចូលរួមចំណែកផ្សព្វផ្សាយនិងថែរក្សាវប្បធម៌ជាតិខ្មែរដូចគ្នាចា៎ហើយសម្រាប់នៅក្នុងវិស័យជាមនុស្សស្រីនៅក្នុងវិស័យគុនខ្មែរសម្រាប់ខ្ញុំអត់គិតថាពិបាកពេកខ្ញុំអត់គិតថាពិបាកអាចតាក់ទងជាមួយនឹងការវឹកហាត់មួយចំនួនពេលដែលយើងវាយពេលដែលយើងហាត់ទាត់ស៊ីបទាត់អីចឹងខ្ញុំគិតថាពេលដែលនឹងហត់ប៉ុន្តែសម្រាប់ខ្ញុំបន្ទាប់ពីហាត់ចប់ខ្ញុំក៏គិតថាវាអត់ហត់នឹងលើសសមត្ថភាពរបស់យើងទៅបានហើយខ្ញុំគិតថានៅក្នុងវិស័យនេះគឺខ្ញុំពេញចិត្តមែនតើខ្ញុំអាចនិយាយបានថាខ្ញុំមានមោទនភាពនិងស្រឡាញ់ខ្លួនឯងសពថ្ងៃដែលខ្ញុំឈរនឹងវាយនៅក្នុងវិស័យនេះហើយខ្ញុំក៏ចង់ជានារីម្នាក់ដែលជួយជំរុញនារីដទៃឲ្យគាត់មានភាពក្លាហានដើរតាមក្តីសម័យរបស់ខ្លួនឯងឬក៏ធ្វើអ្វីដែលខ្លួនឯងចង់បានព្រោះខ្ញុំអាចមើលឃើញថាអាចដោយសារតែខ្ញុំផ្ដាត់កំណត់ខ្ញុំពីមុនដែរខ្ញុំគិតថាដូចថាវិស័យគុនខ្មែរគឺមានអារម្មណ៍ថា
ការសម្រាប់មនុស្សស្រីអីអញ្ចឹងសូម្បីខ្ញុំពីមុនអត់ហ៊ានដែរបន្ទាប់ពីខ្ញុំចូលមកខ្លួនឯងខ្ញុំគិតថារឿងទាំងអស់ហ្នឹងវាគ្រាន់ជាផ្នែកកំណត់របស់យើងឯងហើយខ្ញុំក៏សង្ឃឹមថាមានស្ត្រីឬក៏យុវតីផ្សេងគាត់ចូលរួមច្រើនហើយតាំងពីមុនរហូតមកដល់ឥឡូវខ្ញុំឃើញថាមានការផ្លាស់ប្ដូរច្រើនហើយស្ត្រីងាកមកចាប់អារម្មណ៍នៅវិស័យគុនបាក់ច្រើនអញ្ចឹងខ្ញុំគិតថាខ្ញុំសង្ឃឹមថាអនាគតទៅក៏នៅតែមានបន្តទៀតហើយមានច្រើនជាងនឹងទៀតដោយសារតែនៅក្នុងវិស័យគុននេះគាត់យើងជួយឲ្យរងមាំហើយជាពិសេសអាចនិយាយបានថាយើងអាចការពារខ្លួនឯងហ្មងដូចខ្ញុំសប្តាហ៍ថ្ងៃអាចនិយាយបានថាមិនយើងជាមិនក្លាហានអីណាប៉ុន្តែគ្រាន់តែថាយើងអាចមានគេថាស្មារតីអាចគ្រប់គ្រងនៅពេលដែលយើងមានបញ្ហាបានហើយអាចនិយាយបានថាយើងអាចយើងជៀសវាងចេញពីការបៀតបៀនមួយចំនួនដែលយើងអត់ពេញចិត្តហើយយើងមានភាពក្លាហានទៅលើការនិយាយជាចុងក្រោយខ្ញុំសូមផ្ដាំខ្ញុំមានចាក់គុណវិស័យខ្លះចង់ផ្ដាំនឹងលើកទឹកចិត្តទៅដល់នារីទាំងអស់ហើយតេតងជាមួយនឹងការដើរតាមក្តីសម័យជាមួយនឹងភាពក្លាហានខ្ញុំសង្ឃឹមថាទាំងអស់គ្នាហើយខ្ញុំនៅតែបន្តលើកទឹកចិត្តថាឲ្យនារីយុវតីដែលអាចនិយាយបានថាពីដើមមកគាត់អាចទៅប្រើពាក្យថានារីភេទទុនខ្សោយអីអញ្ចឹងប៉ុន្តែដោយសារតែខ្ញុំឃើញថាចក្ខុវិស័យបច្ចុប្បន្នយើងឆ្នាំ2025នៅក្នុងការអភិវឌ្ឍច្រើនហើយអញ្ចឹងខ្ញុំក៏គិតថាសិទ្ធិជា gender ក៏មានដែលទាំងអស់គ្នាចូលរួមព្យាយាមផ្សព្វផ្សាយខ្លាំងមែនតើអញ្ចឹងខ្ញុំក៏គិតថាផ្នែកកំណត់ហ្នឹងអាចយើងបានផ្លាស់ប្ដូរបានតទៅជាមួយនឹងgender ថានារីជាភេទទុនខ្សោយខ្ញុំគិតថា2025ឯងយើងគួរតែជំនះនៅអ្វីដែលជារនាំងដែលបាំងយើងហើយខ្ញុំនឹងលើកទឹកចិត្តអ្នកទាំងអស់គ្នាឲ្យមានភាពក្លាហានពុះពៀហើយឆ្លងនៅអ្វីដែលជាគេថាទស្សនៈបុរាណហើយនឹងសង្ឃឹមថាទាំងអស់គ្នាចូលរួមចំណែកនៅក្នុងវិស័យគុននិងផ្សព្វផ្សាយវិស័យគុននិងជាអត្តសញ្ញាណរបស់ជាតិឲ្យបានច្រើនហើយជាចុងក្រោយខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំទាំងអស់ដែលបានព្រួយផ្ដើមដែលបានព្យាយាមនៅក្នុងការផ្សព្វផ្សាយអរគុណដល់លោកគ្រូហ៊ុនច័ន្ទរាជដែលលោកគ្រូបានបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពខ្ញុំមកមួយចំនួនធំរហូតដល់ខ្ញុំអាចមានភាពក្លាហាននិងភាពរឹងមាំដល់ពេលនេះហើយនឹងទទួលបានស្នាដៃជាច្រើននិងអរគុណដល់ម្ចាស់ Cambodian Top Team ដែលគាត់មើលថែពួកខ្ញុំបានយ៉ាងល្អជាមួយនឹងអរគុណដល់មិត្តរួមក្រុមនៅ Cambodian Top Team ទាំងអស់អរគុណដែលបានមើលថែអរគុណសម្រាប់ការគ្រប់គ្រងពីក្រោយការពេលខ្ញុំប្រកួតបើសិនជាខ្ញុំអត់មានអ្នកទាំងអស់គ្នាការប្រកួតរបស់ខ្ញុំក៏អត់ល្អដូចគ្នាអរគុណច្រើន